តែអ្នកដឹងទេរថយន្តមួយគ្រឿងនេះមិនមែនគ្រាន់តែជារថយន្តសម្រាប់ធ្វើដំណើរធម្មតានោះទេប៉ុន្តែវាគឺជាបន្ទាយប្រយុទ្ធដែលអាចចល័តខ្លួនបានគ្រប់ទីកន្លែងទាំងអស់រថយន្តនេះវាមានទ្វារធ្ងន់ស្មើនឹងទ្វាររបស់យន្តហោះ Boeing 757ដែលវាមានសមត្ថភាពអាចការពារគ្រាប់បាញ់ប្រហារដោយសារធាតុគីមីនិងការបាញ់ប្រហារដោយកាំភ្លើងផ្សេងៗហើយវាថែមទាំងមានកញ្ចប់ឈាមបម្រុងទុកសម្រាប់សង្គ្រោះបន្ទាន់នៅក្នុងរថយន្តផងដែររថយន្តដែល admin បានរៀបរាប់នៅខាងលើនេះគឺផលិតឡើងសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងដែលវាមានឈ្មោះថា The Beast ប៉ុន្តែតើអ្នកដឹងទេថារថយន្តដែលរុំព័ទ្ធដោយពាសដែកមួយនេះនិងមានប្រព័ន្ធការពារដ៏រឹងមាំមួយនេះវាមានលក្ខណៈពិសេសអ្វីខ្លះនិងមានប្រវត្តិកកើតបែបណាមកទីនេះ admin នឹងធ្វើការបកស្រាយនិងស្រាវចម្ងល់ជូនអ្នកទាំងអស់គ្នាស្ដាប់នៅក្នុងវីដេអូមួយនេះប្រសិនបើប្រិមត្តចូលចិត្តនៅវីដេអូមួយនេះឬចូលចិត្តតាមដាននៅសាច់រឿងប្លែកៗប្រវត្តិសាស្ត្រក៏ដូចជាបច្ចេកវិទ្យាផ្សេងៗទៀតសូមជួយចុច Subscribe ទៅលើ Channel របស់យើងម្នាក់មួយផងរាល់ការចុច Subscribe របស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំធេងមែនទែនសម្រាប់ admin ដើម្បីបន្តការធ្វើវីដេអូបែបនេះបន្តទៀតអរគុណរថយន្តផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានឈ្មោះហៅក្រៅថា The Beast ឬយើងអាចហៅម្យ៉ាងទៀតថា The Cadillac One ឬក៏ First Car ដែលវាមានលេខកូដថា Strike Code វាគឺជារថយន្តផ្លូវការសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងប្រធានាធិបតីសហរដ្ឋអាមេរិកចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាទៅលើយានយន្តនៅដើមសតវត្សទី20នៅពេលដែលប្រធានាធិបតី William Howard Taft កាន់តំណែងជាប្រធានាធិបតីទី27របស់សហរដ្ឋអាមេរិកដែលពេលនោះលោកបានទិញរថយន្តចំនួន4គ្រឿងហើយលោកបានកែប្រែរោងសេះនៅសេតវិមានទៅជាឃ្លាំងផ្ទុករថយន្តចំនួនវិញដើមឡើយប្រធានាធិបតីសហរដ្ឋអាមេរិកញីចំនួននោះពួកគាត់គឺជិះរថយន្តធម្មតាដែលមិនមានការកែច្នៃនិងបំពាក់បន្ថែមនៅប្រព័ន្ធការពារអ្វីនោះទេរហូតមកដល់រដ្ឋបាលរបស់ប្រធានាធិបតី Franklin D. Roosevelt ដែលលោកបានទិញរថយន្ត Sunshine Special មួយដែលរថយន្តរបស់លោកគឺជារថយន្តប្រធានាធិបតីដំបូងបំផុតដែលត្រូវបានបង្កើតទៅតាមស្តង់ដារសុវត្ថិភាពរបស់ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកដែលយើងអាចហៅថា Secret Service នោះហើយនាសម័យនោះប្រព័ន្ធការពារក៏ដូចជាបច្ចេកវិទ្យាទំនើបហ្នឹងគឺនៅមានកម្រិតនៅឡើយពលគឺមិនទៅមានអីដែលទំនើបដូចពេលបច្ចុប្បន្ននោះទេតែត្រូវបានគេចាត់ទុកថាគឺជាការចាប់ផ្ដើមដំបូងបំផុតដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រើប្រាស់រថយន្តដែលឆ្លងកាត់តាមការបង្កើតដូចជាការផលិតឡើងតាមស្តង់ដាររបស់ក្រមភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិករដ្ឋបាលរបស់សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់រថយន្ត Sunshine Special មួយនេះរហូតដល់មានការធ្វើឃាតទៅលើប្រធានាធិបតី John F Kennedy នៅក្នុងឆ្នាំ1963ហេតុផលដែលនាំឲ្យមានការលបធ្វើឃាតនេះទទួលបានជោគជ័យក៏ដោយសារតែរថយន្តប្រធានាធិបតីនាពេលនោះតែងតែបើកដំបូលជានិច្ចដែលធ្វើឲ្យប្រធានាធិបតី John F Kennedy ប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនៅពេលដែលគាត់នឹងចេញទៅខាងក្រៅជួបសាធារណជនម្ដងក្រោយពីការធ្វើឃាតទៅលើប្រធានាធិបតី John F Kennedy ដែលធ្វើឲ្យគាត់នឹងបានស្លាប់រួចមកធ្វើឲ្យក្រុមភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកឬក៏យើងហៅថា Secret Service នឹងបានចាប់ផ្ដើមនៅរបត់ដ៏ធំមួយដែលផ្លាស់ប្ដូរនៅប្រវត្តិសាស្ត្ររថយន្តប្រធានាធិបតីជារៀងរហូតការធ្វើឃាតទៅលើប្រធានាធិបតី John F Kennedy នៅក្នុងរថយន្តបើកដំបូលរបស់គាត់នោះគឺទៅលើរថយន្ត model Lincoln Continental ដែលធ្វើឲ្យភ្នាក់ងារសហរដ្ឋអាមេរិកឬក៏ Secret Service បានបញ្ចប់យុគសម័យរថយន្តប្រធានាធិបតីបើកដំបូលចំហជាផ្លូវការរថយន្តដែលត្រូវបានវាយប្រហារនោះត្រូវបានក្រុមភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកយកទៅកែច្នៃឡើងវិញក្រោមគម្រោង The Quick Fix ដោយធ្វើការបំពាក់នៅក្រោះទីតញោមនិងដំបូលកញ្ចក់ការពារគ្រាប់ដែលមានកម្រាស់ក្រាស់បំផុតនៅសម័យនោះចាប់ពីពេលនោះមករថយន្តប្រធានាធិបតីដែលធ្លាប់តែបើកដំបូលត្រូវបានគេរៀបចំដោយបិទដំបូលជិតនិងការពារដោយក្រោះទីតញោមយ៉ាងរឹងមាំបំផុតសម្រាប់បងប្អូនដែលគាត់មិនទាន់ដឹងតាក់ទងនឹងប្រធានាធិបតី John F Kennedy admin សូមរំលឹកខ្លីៗបន្តិចអំពីគាត់ប្រធានាធិបតី John F Kennedy គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទី35ដែលលោកបានចាប់ផ្ដើមកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី20ខែមករាឆ្នាំ1961ប៉ុន្តែជាអកុសលលោកត្រូវបានគេលបធ្វើឃាតហើយបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី22ខែកញ្ញាឆ្នាំ1963
នៅក្នុងអាយុ46ឆ្នាំដែលស្ថិតនៅក្នុងទីក្រុង Dallas នៃរដ្ឋ Texas កំឡុងពេលដែលលោកកំពុងតែធ្វើដំណើរជួបជាមួយនឹងសាធារណជននៅទីនោះការស្លាប់របស់លោកប្រធានាធិបតី John F Kennedy បានធ្វើឲ្យមានការកែប្រែជាច្រើននិងបានពង្រឹងទាក់ទងនឹងស្តង់ដារសុវត្ថិភាពយានយន្តសម្រាប់ប្រធានាធិបតីជំនាន់ក្រោយៗការធ្វើឃាតលោកប្រធានាធិបតី John F Kennedy បានក្លាយទៅជាឧទាហរណ៍ជាក់ស្ដែងដែលតម្រូវឲ្យសហរដ្ឋអាមេរិកធ្វើការកែសម្រួលនិងរៀបចំប្រព័ន្ធសុវត្ថិភាពជាច្រើនឡើងវិញស្របតាមស្តង់ដាររបស់យានយន្តសម្រាប់ប្រធានាធិបតីរថយន្តសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺក៏កើតឡើងមានច្រើនចំនួនរួចមកហើយបើគិតចាប់ពីពេលកំណែទម្រង់ប្រព័ន្ធសុវត្ថិភាពស្តង់ដារការពារគ្រប់កាំភ្លើងនិងបង្កើតឡើងជាពិសេសដំបូងមកដែលទិន្នន័យដែល admin បានស្រង់យកមកគឺប្រហែលជាមាន10ចំនួនសំខាន់បើយើងរាប់តាំងពីរថយន្តឯកទេសដំបូងដែលបង្កើតឡើងដែលយើងបែងចែកជាដំណាក់កាលនីមួយៗដំណាក់កាលរថយន្តពិសេសទៅតាមសម័យកាលនីមួយៗឬក៏យើងអាចនិយាយជាភាសាអង់គ្លេសថា The Presidential State Car ចាប់ពីឆ្នាំ1939រហូតដល់ឆ្នាំ1993ដែលចំនួនដំបូងដែលគេហៅថាចំនួនទី1នោះគឺនៅក្នុងឆ្នាំ1939គឺជារថយន្ត Lincoln Model K ដែលមានឈ្មោះថា Sunshine Special ដែលប្រើប្រាស់ផ្ទាល់ដោយប្រធានាធិបតី Franklin D. Roosevelt គឺជារថយន្តដំបូងគេបង្អស់ដែលបង្កើតឡើងទៅតាមស្តង់ដារសុវត្ថិភាពរបស់ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកឬយើងហៅថា Secret Service នឹងចំនួនទី2គឺនៅក្នុងឆ្នាំ1950គឺជារថយន្ត Lincoln Cosmopolitan ដែលប្រើប្រាស់ដោយប្រធានាធិបតី Harry S. Truman នៅក្នុងចំនួនទី3នៅក្នុងឆ្នាំ1961គឺជារថយន្ត Model Lincoln Continental AS 100X ដែលប្រើប្រាស់ដោយលោកប្រធានាធិបតី John F Kennedy គឺជារថយន្តដែលមានដំបូលបើកចំហហើយក៏ជារថយន្តដែលបានបង្កើតនិងបានកែប្រែប្រវត្តិសាស្ត្រយានយន្តប្រធានាធិបតីសហរដ្ឋអាមេរិកចំនួនទី4នៅក្នុងឆ្នាំ1972រថយន្ត Lincoln Continental ខ្នាតធំគឺជារថយន្តដែលបានកែសម្រួលឡើងវិញពីរថយន្ត Lincoln ចំនួនចាស់ដោយក្រុមភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកក្រោមគម្រោង The Quick Fix នោះគឺបានបំពាក់នៅពាសដែកទម្ងន់ធ្ងន់ហើយនឹងមានប្រព័ន្ធការពារការបាញ់ធ្លុះពីចម្ងាយដោយសារតែមានកម្រាស់នៃកញ្ចក់នោះគឺក្រាស់មែនទែនហើយបានប្រើប្រាស់ដោយប្រធានាធិបតី Richard Nixon និងលោកប្រធានាធិបតី Gerald Fordចំនួនទី5នៅក្នុងឆ្នាំ1983រថយន្ត Cadillac Fleetwood ប្រើប្រាស់ដោយលោកប្រធានាធិបតី Ronald Reagan ចំនួនទី6នៅក្នុងឆ្នាំ1989រថយន្ត Lincoln Tonka ប្រើប្រាស់ដោយលោកប្រធានាធិបតី George H.W. Bush ចំនួនទី7នៅក្នុងឆ្នាំ1993 Cadillac Fleetwoodត្រូវបានប្រើប្រាស់ដោយលោកប្រធានាធិបតី Bill Clinton នេះចំនួននោះនាពេលដែលលោកកាន់តំណែងដែលជាការចាប់ផ្ដើមនៃយុគសម័យរថយន្តប្រភេទ Mark Cadillac វិញដំណាក់កាលនៃសម័យកាលរថយន្ត The Beast Modern Custom The Beast Generation ចាប់តាំងពីឆ្នាំ2001រហូតមកដល់ពេលបច្ចុប្បន្ននេះរថយន្តប្រធានាធិបតីត្រូវបានគេស្គាល់ទូទៅក្នុងឈ្មោះហៅក្រៅថា The Beast ដែលមានការវិវត្តបន្តបន្ទាប់3ចំនួនធំរួចមកហើយរហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនទី8គឺនៅក្នុងឆ្នាំ2001ដែលរថយន្ត Cadillac The Well គឺជារថយន្តចំនួនមុនគេបង្អស់នៃការចាប់ផ្ដើមប្រើឈ្មោះផ្លូវការថា The Beast ដែលបង្កើតឡើងដោយក្រុមហ៊ុន General Motors ឬយើងហៅកាត់ថា GM ដែលប្រើប្រាស់ដោយលោកប្រធានាធិបតី George W. Bush ចំនួនបន្ទាប់គឺចំនួនទី9គឺនៅក្នុងឆ្នាំ2009រថយន្ត Cadillac DTS ឬយើងអាចហៅម្យ៉ាងទៀតថា Cadillac One គឺបានប្រើប្រាស់ដោយលោកប្រធានាធិបតី Barack Obama នាពេលនោះរថយន្ត Cadillac មានភាពធន់និងរឹងមាំខ្លាំងដែលវាមានទម្ងន់ចន្លោះពី6,800ដល់9,100គីឡូក្រាមដែលអាចបើកបរក្នុងល្បឿនអតិបរមាតែប្រមាណ97គីឡូម៉ែត្រក្នុង1ម៉ោងតែប៉ុណ្ណោះវាមានបំពាក់នៅកាំភ្លើងបាញ់ផ្សែងទឹកភ្នែកបំពង់អុកស៊ីហ្សែនឧបករណ៍មើលពេលយប់និងកញ្ចក់ការពារគ្រាប់ដែលមានកម្រាស់5អ៊ីង
ចំនួនទី10គឺជាចំនួនអភិវឌ្ឍចុងក្រោយបំផុតនៃរថយន្ត The Beast គឺចាប់ពីឆ្នាំ2018រហូតមកដល់ពេលបច្ចុប្បន្ននេះរថយន្ត The Cadillac One ឬក៏ The Beast ត្រូវបានអភិវឌ្ឍចំនួនថ្មីបំផុតវាត្រូវបានគេដឹងថាប្រើប្រាស់នៅបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយបំផុតដែលត្រូវបានបង្ហាញខ្លួននៅពេលដែលប្រធានាធិបតី Donald Trump កាន់តំណែងហើយបន្តរហូតមកដល់ប្រធានាធិបតី Joe Biden ហើយបច្ចុប្បន្នគឺនៅតែបន្តប្រើប្រាស់ដោយលោកប្រធានាធិបតី Donald Trump ដដែលនៅក្នុងឆ្នាំ2026នេះយើងក៏ដឹងព័ត៌មានខ្លះៗទាក់ទងជាមួយនឹងភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកកំពុងតែធ្វើការអភិវឌ្ឍបន្ថែមទៅលើក្បួនរថយន្ត SUV ទំនើបដែលអមដំណើរ The Beast ផងដែរសម្រាប់រថយន្ត The Beast មានលក្ខណៈពិសេសច្រើនជាងឡានរបស់យើងប្រើប្រាស់សប្តាហ៍ថ្ងៃខ្លាំងមែនទែនហើយលក្ខណៈពិសេសក៏ដូចជាផ្នែកបច្ចេកទេសសុវត្ថិភាពមួយចំនួនធំគឺមិនត្រូវបានបង្ហាញជាសាធារណៈនោះទេប៉ុន្តែអ្វីដែលយើងអាចបានដឹងខ្លះៗពី The Beast រួមមានដូចជាទូខ្លួនរបស់ The Beast ហ្នឹងគឺស្រោបដោយស្រទាប់ការពារយ៉ាងក្រាស់មែនទែនដែលផ្សំឡើងពីវត្ថុធាតុដើមចម្រុះដូចជាអាលុយវីញ៉ូម សេរ៉ាមិកនិងដែកថែបដែលមានកម្រាស់20សង់ទីម៉ែត្រហើយវាក៏មានបង្អួចឬក៏កញ្ចក់បង្អួចហ្នឹងគឺកម្រាស់12សង់ទីម៉ែត្រដែលមាន5ស្រទាប់ផ្សេងគ្នាការពារពីការបាញ់ទម្លុះគ្រាប់កាំភ្លើងបានយ៉ាងល្អ The Beast ជំនាន់ថ្មីហ្នឹងគឺមានទម្ងន់រហូតដល់ 20,000 ផោនឬស្មើនឹងជិត10តោនចំណែកឯទ្វារនីមួយៗរបស់វានោះគឺមានទម្ងន់ធ្ងន់ខ្លាំងមែនទែនគឺស្មើនឹងទម្ងន់ទ្វាររបស់យន្តហោះ Boeing 757ឯណោះហើយទ្វាររបស់វានឹងមានសមត្ថភាពបញ្ចេញនៅចរន្តអគ្គិសនីទៅលើដៃទ្វារដែលរារាំងការចូលមកជិតឬក៏ការចង់ចូលទៅក្នុងរថយន្តពិសេសមែនទែនចំណែកផ្នែកខាងក្នុងរថយន្តវិញគឺមានការរចនានៅកៅអីស្បែកដែលប្រណិតដែលផ្ដល់ភាពងាយស្រួលដល់ប្រធានាធិបតីអង្គុយពេលដែលកំពុងតែធ្វើដំណើរហើយនៅក្នុងឡានគឺមានសម្ភារៈប្រើប្រាស់មួយចំនួនទៀតប៉ុន្តែផ្នែកខាងក្នុងនឹងគឺត្រូវបានបិទយ៉ាងជិតដើម្បីធានាបាននៅការវាយប្រហារដោយអាវុធគីមីហើយថែមទាំងមានឈាមបំរុងទុកហើយឈាមទាំងអស់នោះគឺជាឈាមដែលមានប្រភេទឈាមដូចនឹងប្រធានាធិបតីផងដែរសម្រាប់សង្គ្រោះបន្ទាន់ភ្លាមៗនៅពេលដែលមានឧបទ្ទវហេតុណាមួយកើតឡើងចំណែកឯផ្នែកខាងក្រោមនៃរថយន្តវិញឬយើងអាចនិយាយបានថាបាតឡាននោះគឺត្រូវបានបំពាក់មកជាមួយនឹងបន្ទះដែកថែបដែលរឹងមាំធន់ដែលវាអាចការពារពីការវាយប្រហារដោយគ្រាប់បែកបង្កាយផ្សេងៗនៅតាមដងផ្លូវជាមួយគ្នានេះដែរកង់ទាំង4របស់រថយន្តត្រូវបានទ្រាប់ដោយសរសៃអំបោះឬក៏សរសៃកណាត់ម្យ៉ាងដែលគេហៅថា Havel គឺវាមានភាពរឹងមាំហើយធន់មែនទែនដែលអាចជួយការពារកង់ទាំង4របស់រថយន្តកុំឲ្យទុបបែកប្រសិនបើមានការបាញ់ប្រហារណាមួយទៅលើកង់របស់រថយន្តពេលដែលវាកំពុងតែធ្វើដំណើរហើយប្រសិនបើការវាយប្រហារនោះធ្វើឲ្យបែកកង់រថយន្តនោះទៀតរថយន្តក៏នៅតែអាចបន្តដំណើរទៅមុខបានដដែលដោយសារតែផ្នែកយ៉ានកង់នៃរថយន្តគឺមានភាពរឹងមាំខ្លាំងដោយសារតែយ៉ានកង់ហ្នឹងគឺបានផលិតដោយប្រើប្រាស់លោហៈម្យ៉ាងដែលវាមានភាពរឹងមាំហើយផលិតមកជាពិសេសសម្រាប់រថយន្ត The Beast តែប៉ុណ្ណោះទោះក្នុងកលៈទេសៈណាមួយដែលចាំបាច់វាក៏អាចអនុញ្ញាតឲ្យរថយន្តបើកទៅមុខបានដោយមិនមានសម្បកកង់ជំនួយពោលគឺមានថាជិះឡានដោយយ៉ាន់ទទេដោយមិនមានសម្បកកង់ណាហើយចំណែកឯធុងសាំងរបស់រថយន្តនេះវិញគឺត្រូវបានស្រោបដោយលោហៈធាតុម្យ៉ាងដែលការពារយ៉ាងរឹងមាំបំផុតហើយវាក៏មានទុកនៅសារធាតុម្យ៉ាងដែលទប់ស្កាត់ការផ្ទុះឆេះទៀតផង The Beast ក៏មានឧបករណ៍បាញ់ឧស្ម័នបង្ហូរទៅភ្នែកនៅខាងផ្នែកខាងមុខនិងផ្នែកខាងក្រោយយន្តនិងបច្ចេកវិទ្យាមើលផ្លូវនេះពេលយប់ព្រមទាំងមានកាំភ្លើងស្នប់មួយដើមមកជាមួយផងដែររួមទាំងម៉ាស៊ីនជំនួយនឹងការដកដង្ហើមកញ្ចប់ឈាមស្តុកថូអុកស៊ីហ្សែនទូរស័ព្ទប្រើប្រាស់ដែលទូរស័ព្ទនោះគឺជាទូរស័ព្ទដែលទំនាក់ទំនងជាមួយនឹងកាយរណបបានដែលវាតភ្ជាប់ទៅផ្ទាល់ជាមួយនឹងអនុប្រធានាធិបតីក្រសួងការពារជាតិអាមេរិកដោយផ្ទាល់ហើយនៅក្នុងរថយន្តក៏មានប្រើប្រាស់នៅប្រព័ន្ធ GPS សម្រាប់តាមដានផងដែរហើយស្របពេលដែលលោកប្រធានាធិបតីគាត់កំពុងតែធ្វើដំណើរនៅក្នុងរថយន្ត The Beast លោកប្រធានាធិបតីគាត់ក៏អាចប្រើប្រាស់នៅការបញ្ជានៅលើអាវុធនុយក្លេអ៊ែរដោយផ្ទាល់ផងដែរចេញពីរថយន្ត The Beast តែម្ដងនេះគឺជាចំណុចពិសេសមួយដែលសហរដ្ឋអាមេរិកបានបង្កើតឡើងសម្រាប់ធានាធិបតីរបស់ពួកគេតែម្ដងចំណែកអ្នកបើកបររថយន្ត The Beast វិញគឺជាភ្នាក់ងារកងអង្គរៈដែលទទួលការវឹកហាត់ការវឹកវើយ៉ាងស្ទាត់ជំនាញពីក្រុមភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកឬក៏ Secret Service ហ្នឹងដែលមានជំនាញបើកបរនិងប៉ិនប្រសពបំផុតដូចអ្វីដែល admin បានរៀបរាប់នៅខាងលើអញ្ចឹងសម្រាប់លក្ខណៈពិសេសមួយចំនួនធំដោយដែលបានរៀបរាប់ខាងលើគឺមិនត្រូវបានបង្ហាញជាសាធារណៈនោះទេប៉ុន្តែអ្វីដែល admin ទទួលបានព័ត៌មាននេះគឺយោងតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួននៅសហរដ្ឋអាមេរិកដែលបានអះអាងតែប៉ុណ្ណោះខណៈពេលដែលលក្ខណៈពិសេសដែលលម្អិតពិតប្រាកដនោះ
គឺមិនត្រូវបានបង្ហាញជាសាធារណៈនោះទេដោយសារតែនេះគឺជាការសម្ងាត់របស់ក្រុមភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកដែលយើងហៅថា Secret Service ហ្នឹងហើយជាទូទៅនៅពេលដែលប្រធានាធិបតីគាត់ឈប់ប្រើប្រាស់នៅរថយន្ត The Beast ឬក៏រថយន្ត The Beast ហ្នឹងត្រូវបានដាក់ឲ្យចូលនិវត្តន៍ដាច់ខាតគឺត្រូវតែយករថយន្តហ្នឹងទៅបំផ្លាញចោលហើយការដែលបំផ្លាញហ្នឹងគឺដោយក្រុមភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកហ្នឹងតែម្ដងឬក៏ពេលខ្លះគេអាចនឹងយករថយន្តនោះទៅធ្វើជាការ work ជាក់ស្ដែងការហាត់សមជាក់ស្ដែងណាការដែលធ្វើបែបហ្នឹងគឺដោយសារតែជាការការពារនៅការលេចធ្លាយនៅការសម្ងាត់ដែលមាននៅក្នុងរថយន្ត The Beast ហ្នឹងចេញទៅខាងក្រៅហើយជាធម្មតាក្បួនរថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺមានយានយន្តចន្លោះពី20គ្រឿងរហូតដល់ជិត50គ្រឿងពេលដែលគាត់ធ្វើទស្សនកិច្ចនៅតាមបណ្ដាប្រទេសមួយចំនួនណាហើយនៅក្នុងរថយន្តដែលនៅក្នុងក្បួននោះគឺមានតួនាទីផ្សេងពីគ្នាហើយសម្រាប់រថយន្ត The Beast វិញគឺត្រូវបានផលិតមកចំនួន2គ្រឿងដែលមានរូបរាងដូចគ្នាបែបបិទការដែលគេធ្វើបែបនេះគឺដើម្បីបង្កើននូវសុវត្ថិភាពជូនទៅកាន់ប្រធានាធិបតីនៅពេលដែលកំពុងស្ថិតនៅក្នុងរថយន្ត The Beast វាផ្ដល់ភាពងាយស្រួលដល់ប្រធានាធិបតីហើយនឹងបង្ការពីជនល្មើសដែលចង់ធ្វើការវាយប្រហារទៅលើរថយន្ត The Beast ព្រោះតែនៅពេលដែលក្បួនកំពុងតែចរាចរនៅលើដងផ្លូវគឺគេមិនអាចមើលដឹងនឹងបែងចែកឲ្យដាច់ទេថាប្រធានាធិបតីនឹងស្ថិតនៅក្នុងរថយន្ត The Beast មួយណាដោយសារ2គ្រឿងគឺបើកបរនៅក្នុងពេលដំណើរគ្នាហើយនៅពេលដែលប្រធានាធិបតីលោកចេញទៅទស្សនកិច្ចនៅឯក្រៅប្រទេសរថយន្ត The Beast ទាំង2គ្រឿងរួមទាំងរថយន្តអមដំណើរដទៃទៀតដូចជារថយន្តរបស់ក្រុមភ្នាក់ងារ Secret Service គឺត្រូវបានគេដឹកទៅតាមយន្តហោះយោធា Boeing C-17 ដើម្បីទៅដល់គោលដៅនឹងមុនដែលប្រធានាធិបតីគាត់ធ្វើទស្សនកិច្ចបើសិនជាគាត់ទៅប្រទេសណាគឺត្រូវតែទៅរៀបចំរថយន្តនឹងគឺបានមុនពេលដែលគាត់ទៅដល់នឹងជាស្ដែងរថយន្ត The Beast នឹងគឺធ្លាប់បានមកដល់ទឹកដីប្រទេសកម្ពុជារបស់យើងនឹងចំនួន2ដងរួចមកហើយដែលក្នុងនោះមានអាណត្តិរបស់លោកប្រធានាធិបតី Barack Obama ដែលគាត់នឹងបានអញ្ជើញមកប្រទេសកម្ពុជានៅក្នុងឆ្នាំ2012ដែលលោកអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានដែលពេលនោះគឺជាពេលដែលប្រទេសកម្ពុជារបស់យើងគឺជាម្ចាស់ផ្ទះអាស៊ានហើយសម្រាប់លើកទី2គឺនៅក្នុងអាណត្តិរបស់ប្រធានាធិបតី Joe Biden ដែលនៅក្នុងឆ្នាំ2022ប្រទេសកម្ពុជារបស់យើងក៏ជាម្ចាស់ផ្ទះអាស៊ានដូចគ្នាហើយប្រធានាធិបតី Joe Biden គឺមកចូលរួមនៅកិច្ចប្រជុំអាស៊ានដដែលតើបងប្អូនយល់យ៉ាងណាដែរចំពោះប្រព័ន្ធសុវត្ថិភាពក៏ដូចជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់រថយន្ត The Beast ដែលជារថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយនេះ comment នៅខាងក្រោមវីដេអូបើសិនជាបងប្អូនមានយោបល់មតិហើយផ្សេងៗ admin នឹងធ្វើការអាន comment បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនប្រិមិត្តចូលចិត្តនៅវីដេអូដកស្រង់ប្រវត្តិសាស្ត្រក៏ដូចជាបច្ចេកវិទ្យាបែបនេះសូមកុំភ្លេចជួយ like និង share និង subscribe ទៅលើ channel YouTube របស់ admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពួកយើងនឹងជួបគ្នានៅវីដេអូក្រោយនៅពេលនេះសូមជម្រាបលា